chứយើងដោតតែបញ្ចូលមួយមកវាមកមួយនេះឃើញទេបាទអានឹងទី1ទី2យើងចង់ធ្វើមុខបាព្រួយអានេះខ្ញុំធ្វើការជ្រីនៅសងខាងយើងដាក់អញ្ចឹងមកវាចាប់ផ្ដើមលោតរៀងតែគាត់ថាកណាត់ចឹងអត់បានគក់អញ្ចឹងវាអត់សូវរលោងបាទបើយើងចង់បាន5សន្ទាប់វាឡើងមកកំពុំអញ្ចឹងណាបាទអាហ្នឹងក៏មួយម៉ូតទៀតដែរតែនេះបើខ្ញុំចង់បានអញ្ចឹងខ្ញុំធ្វើអញ្ចឹងរហូតក៏បានដែរធ្វើម៉េចឲ្យចំនៅកណ្ដាលវាដូចផ្កាអញ្ចឹងណាបើនេះអីគេដាក់ផ្កាឈូកឬក៏ផ្កាកន្លាប់នឹងក៏បានដែរចុះបើយើងធ្វើអញ្ចឹងរហូតស្រស់គ្នាវាស្អាតអានេះម៉ូតទី2នេះអត់បាទអញ្ចឹងម៉ូតទី3គឺយើងចាប់ចំកណ្ដាលអញ្ចឹងយើងដាក់បញ្ចូលហើយយើងបត់ធ្វើក្បាលព្រួញឲ្យផ្នត់ចុះចេះហើយបើយើងចង់ចាប់ចេះទាំងអស់ទៀតក៏បានដែរអញ្ចឹងបានថាវាលោតជ្រីមកដែរប៉ុន្តែវាអត់ដូចអាមុនផ្នត់ចុះហ៎នេះដូចចេះហ៎បើថាវាលោតមកមកដើមអញ្ចឹងណាហើយទីម៉ាននេះ